ព្រឹកឆាល្ងាចស្ងោរមួយថ្ងៃអង្គុយរនឹកទៅមុខម្ហូបទេបងប្អូនហើយមិនដឹងថាធ្វើម្ហូបអីព្រឹកនេះល្ងាចនេះអូយបាក់ចិត្តមែនទែនឥឡូវនេះអង្គុយឡើងរនឹកឃើញហើយបងប្អូនជ្រក់តាពាំងស្ងោរជាមួយឆ្អឹងជីនីជ្រូកបងជាមួយនឹងជីក្រហមឈ្ងុយញែកម្ទេសហិលណាបងប្អូនអូយសាកសម័យមើលបងប្អូនរសជាតិយ៉ាងណាដែរហើយជ្រក់តាពាំងនេះនិយាយថាពីឈ្ងុយជូរជ្រះតែម្ដងបងប្អូនហើយឥឡូវនេះបន្ទាប់ពីកាប់សាច់កាប់អីហើយលាងជ្រក់តាពាំងយើងដាក់ត្រាំទឹកឲ្យវាបាត់ជាតិប្រៃបន្តិចទៅយើងចាប់ផ្ដើមដាក់ដាំទឹកស្ងោរបងល្ក្រូចដេងគល់ក្រីអីចឹងទៅហើយបន្ទាប់ពីយើងដាក់ដាំទឹកស្ងោរយើងចោលយើងងាកមកចៀនបង្គាមួយមុខទៀតដើម្បីអែបជាមួយនឹងស្ងោររបស់យើងចឹងឯនេះខ្ញុំស្ងោរជ្រក់តាពាំងចៀនពងទាចៀនស្អំបងប្អូនពងទាចៀនស្អំនេះម្ហូបសំណប់ចិត្តតែម្ដងចឹងបន្ទាប់ពីគោះពងទាគោះអីដាក់ចានហើយចាប់ផ្ដើមបូតស្អំបូតអីមកលាងទឹកវាពីទឹកអីទៅឲ្យវាជ្រះដីល្អចឹងពេលដែលលាងហ្នឹងគឺខ្ញុំដាក់ទឹករៀងច្រើនដែរក៏ជ្រោកចុះក៏ជ្រោកឡើងទៅឲ្យវាអស់ដីអស់កតិកទីចឹងណាបងប្អូនចឹងបន្ទាប់ពីលាងស្អំរួចក៏ចាប់ផ្ដើមយកម្ទេសយកមកហាន់មកគ្រាប់2គ្រាប់ទៅហើយស្អំរបស់យើងនឹងខ្ញុំហាន់វាល្អិតទូចចឹងណាបងប្អូនដើម្បីញ៉ាំទៅកុំឲ្យវាស្លាក់កហើយឥឡូវនេះយើងចាប់ផ្ដើមមកលាយគ្រឿងផ្សំរបស់យើងពងទាចៀនគឺស្រួលងាយនឹងឯងបងប្អូនណាក៏ចេះដែរគ្រាន់តែថាខ្ញុំហាន់ម្ទេសមកគ្រាប់2គ្រាប់ដាក់ចូលក្នុងនឹងតិចចឹងណាបងប្អូនឲ្យវាហឹលតិចចឹងទៅយើងញ៉ាំមួយបាយក្តៅចឹងទៅវាឆ្ងាញ់ហើយសម្រាប់បងប្អូនខ្លះក៏គាត់អត់ចំណូលដាក់ម្ទេសដាក់អីចឹងទៅតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ម្ទេសតិចចឹងណាបងប្អូនហើយនេះមើលទៅល្អមែនទែនហើយស្អំខ្ញុំក៏ស្រស់ល្អទៀតដល់បងប្អូនស្អុយស្អំតិចចឹងនិយាយថាពីឆ្ងាញ់នោះឆ្ងាញ់ជាងពងទាបើយើងអត់ដាក់បន្លែក៏អត់ឆ្ងាញ់ដែរហើយអញ្ចឹងបន្ទាប់ពីលាយគ្រឿងផ្សំពងទាយើងរួចហើយទឹកស្លខ្ញុំពុះតែម្ដងបងប្អូនហើយគ្រាន់ពុះមកឡើងឈ្ងុយល្ក្រូចដេងគល់ក្រីរបស់យើងអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមដាក់បងសាច់បងអីចូលតែម្ដងមកងាស់វាឲ្យវាយូរបន្តិចណាដើម្បីកុំឲ្យវាស្វិតសាច់របស់យើងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីបងសាច់មើលទៅឃើញឆ្អិនល្អហើយខ្ញុំក៏ចាប់ផ្ដើមបងបន្លែចូលតែម្ដងបន្លែយើងគឺជ្រក់តាពាំងនឹងឯងអញ្ចឹងបន្ទាប់ពីតាពាំងយើងវាចូលជាតិល្អជាមួយនឹងទឹកស្លរបស់យើងហើយខ្ញុំក៏ចាប់ផ្ដើមបងជីក្រហមរបស់យើងណាបងប្អូនហើយយើងដាក់ម្ទេសក្នុងនឹង2-3គ្រាប់ចឹងទៅអ្នកណាចង់ញិចម្ទេសក៏ចង់ទៅអ្នកណាក៏អត់ទៅចឹងណាចឹងបន្ទាប់ពីស្ងោរឆ្អិនហើយចាប់ផ្ដើមចៀនពងទាតែម្ដងអញ្ចឹងមុខម្ហូបចៀនពងទានេះគឺខ្ញុំចៀនភាគច្រើនគឺខ្ញុំដាក់ខ្លះណាទៅខ្ញុំដាក់ខ្ទឹមបារាំងចឹងទៅបើអត់ខ្ទឹមបារាំងមានស្លឹកខ្ទឹមអីរោយស្លឹកខ្ទឹមចឹងណាបងប្អូនហើយភាគច្រើនគឺខ្ញុំចូលចិត្តចៀនជាមួយស្អំបងប្អូនប៉ុន្តែខែនេះស្អំរៀងថ្លៃបន្តិចហើយបងប្អូនអើយម្ដុំ1000រៀងទូចដែរខែធ្លាក់ភ្លៀងអាហ្នឹងអត់អីទេបងប្អូនម្ដុំតែ500ទេហើយដុំធំទៀតចឹងចង់ញ៉ាំហើយទោះបីថ្លៃបន្តិចក៏ទិញមកញ៉ាំដែរបងប្អូនយើងដាក់ជាមួយពងទាយើងតិចចឹងទៅស្អុយស្អំតិចចឹងទៅវាឆ្ងាញ់ណាបងប្អូនមុខម្ហូបខ្មែរយើងគឺមានតែប៉ុណ្្នឹងឯងហើយឥឡូវនេះពងទាចៀនខ្ញុំឆ្អិនហើយបងប្អូនចៀនថ្ងៃនេះ10គ្រាប់ពងទា10គ្រាប់ស្អំម្ដុំមានណាបងប្អូនរួចបានមកពេលដែរហើយឥឡូវនេះឆ្អិនហើយកាត់វាជាដុំតូចប៉ុណ្ណឹងទៅបងប្អូនព្រោះឲ្យខ្ញុំចៀនប្រទេសរៀងធំដែរហើយរៀងក្រាស់ដែរអញ្ចឹងណាយើងកាត់ចឹងទៅងាយស្រួលចែកគ្នាម្នាក់មកប្រទេសអីចឹងទៅឥឡូវនេះស្លក៏ឆ្អិនពងទាក៏ឆ្អិនហើយចាំការទៀតបងប្អូនដួសដាក់ចានញ៉ាំតែម្ដងតន់ក្តៅបងប្អូនស្លតាពាំងនេះក្តៅទៅហត់ឆ្ងាញ់មែនទែនជូរចឹងណាបងប្អូនហើយឈ្ងុយជាមួយជីក្រហមរបស់យើងតែពិតទៅយើងរោយជាមួយល្ខ្ទឹមក៏ឆ្ងាញ់ដែរប៉ុន្តែខ្ញុំមានជីក្រហមខ្លួនឯងអញ្ចឹងមិនបាច់ទិញល្ខ្ទឹមគេអស់លុយអីទេ